នេះគ្រូតើការមករោគសិមួនមានរោគសញ្ញាអត់ហើយវាមានលក្ខណៈជាការដុសដុំសាច់បែបណាចំពោះការមករោគសិមួនបងបរោះរបស់ស្ត្រីមួយចំនួនក៏តែក៏ចង់ដឹងថាវាមានរោគសញ្ញាបែបណាខ្លះចាតើតើជាមួយនឹងរោគសញ្ញាការមករោគសិមួនសិនតើអត់មានរោគសញ្ញាជាក់លាក់ណាមួយដែលអាចបញ្ជាក់ថាយើងកើតមានទៅលើការមករោគសិមួនទេតែដល់ពេលដែលបងប្អូនចាប់ផ្ដើមកើតទៅលើការដុសសាច់សិមួនគឺចាប់ផ្ដើមមានជាការដុសដុំសាច់នឹងតែម្ដងហើយទៅលើការដុសដុំសាច់នេះអាចកើតមាននឹងតាមបរិវេណនៃរន្ធគូតចាកើតមាននៅកន្លែងទ្វីមាប្រដាប់ភេទឬក៏អាចកើតមាននៅក្នុងមាត់អណ្ដាតឬតាមបំពង់កជាដើមគ្រប់សកម្មភាពដែលបងប្អូនរស់នៅជាមួយគ្នាជាមួយអ្នកកើតនឹងជាមួយនឹងជំងឺកាមរោគសិមួនហ្នឹងហើយទៅលើកាមរោគសិមួនបើមិនថាបរិសុទ្ធឬក៏ស្ត្រីទេនៅពេលដែលគាត់កើតមានទៅលើការដុសដុំសាច់គឺអាចមានលក្ខណៈជាកញ្ចុំផ្កាខាត់ណាកពឹសក្រូចក្លាប់ក្រូចលក្ខណៈជាក្របរាយលក្ខណៈជាឬជាសរសៃជាដើមហើយនៅពេលដែលគាត់ចាប់ផ្ដើមមានទៅលើបញ្ហានេះចាចាប់ផ្ដើមមានផលរំខានដូចជាបញ្ហាការរមាស់ស្គៀបស្គៀមចាមានបញ្ហាស្ងួតការក្តៅក្រហាយផ្សែងជុំបរិវេណការដុសដុំសាច់ចាប់ផ្ដើមពិបាកក្នុងការនោមធ្វើទុកទៅលើត្រង់នោមញឹកនោមមិនអស់នោមសល់ចាឬក៏សម្ពោះស្ត្រីវិញមានការធ្លាក់សមានការហូរមកដោយទឹកមានជាក្លិនអត់ល្អក្លិនស្អុយក្លិនជូរក្លិនឆ្អាបតែម្ដងចឹងមកក្នុងករណីបងប្អូនបានដោះស្រាយនឹងទុកបញ្ហានឹងរយៈពេលយូរសភាពសាច់អាចចាប់ផ្ដើមមានការរីកធំជាងមុនប៉ះកន្លែងណាគឺវាដោះកន្លែងហ្នឹងឬក៏មានការដោះច្រើនជាងមុនហើយបើក្នុងករណីស្ត្រីមានការដោះដុំសាច់ផ្នែកខាងក្នុងនៃជញ្ជាំងទ្វីមាឬកន្លែងមាត់ស្បូនគឺប្រឈមខ្លាំងមែនទែនដែលធ្វើស្ត្រីងាយនឹងវិវត្តមេរោគទៅជាកោសិកាមហារីកបានចាចឹងមកក្នុងករណីបងប្អូនកំពុងតែមានតែលើបញ្ហាទាំងអស់នេះអត់ចង់ប្រឈមជាមួយនឹងបញ្ហាទាំងអស់ហ្នឹងទេហើយអ្វីដែលសំខាន់មេរោគនេះមិនមែនមានតែនៅក្នុងផ្លូវភេទទេគឺមាននៅក្នុងឈាមរបស់បងប្អូនទៀតបើសិនជាដោះស្រាយនិងព្យាបាលបានត្រឹមត្រូវបងប្អូនអាចមានមេរោគក្នុងខ្លួនមួយជីវិតបានចឹងមកក្នុងករណីបងប្អូនបានដឹងតែខ្លួនឯងកើតមានទៅលើការដុសដុំសាច់ឬក៏កំពុងតែសង្ស័យតែខ្លួនឯងកើតមានទៅលើការដុសដុំសាច់បងប្អូនអាចធ្វើការទំនាក់ទំនងតាមលេខ Telegram ឬក៏បងប្អូនអាចធ្វើការទំនាក់ទំនងចូល Page បាន